រៀបសួរបងប្អូននេះគឺជាវីដេអូដែលខ្ញុំបានទៅចូលរួមខុសកណោតបងប្រុសត្រូវជាបងប្រុសផងត្រូវជាអ្នកចិត្តខាងផងអត់ដែលអាក់ខានទេនៅក្នុងកម្មវិធីផ្ទះគាត់ហើយនៅក្នុងប្រទេសជប៉ុននេះគ្មានកម្មវិធីអីញឹកញាប់ទេខ្ញុំភាកច្រើនមែនតើសឹងតែមួយខែ3 4 5 ដងទៅចូលរួមកម្មវិធីខុសកណោតអីដូចញ៉ាំអីជុំគ្នាអញ្ចឹងណាបងប្អូនហើយនេះមកផ្ទះគាត់ជួយគាត់មកមុនគេតែម្ដងហើយនេះម្ចាស់ខួបបងប្អូនហើយនាំគ្នាកំពុងតែអាំងសាច់ដើម្បីចាំបងប្អូនដែលគាត់ចេញមកធ្វើការគាត់មកជុំគ្នាអីអញ្ចឹងណាហើយភរិយារបស់គាត់និយាយមែនធ្វើខ្លួនស្អាតសាហាវកប់ហ្មងនេះកម្មវិធីតូចតាចនៅផ្ទះហើយណាបងប្អូនមកផ្លែតគឺ3 4កាផ្លេអត់និយាយរួមសាហាវព្រៃផ្សៃហ្មងណានៅកម្មវិធីក្នុងហាងទៀតខ្ញុំឯងចាយខ្ញុំដឹងប៉ុន្មានកាផ្លេទៅហើយបងកំពុងតែត្រៀមអាំងសាច់បដាដើម្បីរងចាំបងដែលគាត់ចេញមកពីធ្វើការមកចូលរួមញ៉ាំអីជុំគ្នានៅផ្ទះអញ្ចឹងណាបងប្អូនហើយម្ហូបដែលរងចាំទទួលពួកគាត់គឺមានស្លការីនំបញ្ចុកបងប្អូននិយាយពីថារសជាតិដឹងនិយាយថាមិនទេហើយនឹងមានស្លណាំយ៉ាទៀតបងប្អូនហើយនិយាយពីថាអូយបោហូហៀមែនតើថាមកឲ្យលឿនដើម្បីមកជួយគាត់តែម្ដងម្ហូបឆ្អិនតែម្ដងហើយនេះបងស្រីដែលគាត់ស្លណាំយ៉ាហើយចាយអ្នកស្លការីនិយាយរួមគឺគ្រប់យ៉ាងគឺចាត់ចែងចាយទាំងអស់គឺគាត់ត្រៀមលក្ខណៈតាំងពីម្សិលហ្មងឧទាហរណ៍ធ្វើថ្ងៃហ្នឹងត្រៀមពីម្សិលហើយប្អូនស្រីរបស់ខ្ញុំនេះចាអ្នកលាងចានចាហើយនេះសិនអ្នកបងហើយនឹងកំឡោះតូចរបស់ខ្ញុំគាត់មកញ៉ាំអីមុនអញ្ចឹងណាមករងចាំអត់ទាន់មានអ្នកណាមកទេព្រោះទៅថ្ងៃត្រង់ហ៎បងប្អូនហើយខ្ញុំនឹងចាយរៀបលបាយអីត្រៀមទុកឲ្យហើយព្រោះឮគាត់ថាបងមកចូលរួមរៀងច្រើនដែរអញ្ចឹងណាបងប្អូនហើយមុននឹងរៀបចំរៀបទុកដាក់បន្លែប្លុកអស់ហើយគ្រឿងក្រៅអីអស់ហើយហ្នឹងក៏ពួកយើងរៀបចំញ៉ាំជុំគ្នាដើម្បីកុំឲ្យពិបាកញ៉ៃអីអញ្ចឹងណាបងប្អូននិយាយពីថាអូយលបាយវិញខ្ញុំមិនដឹងថាភ្ញៀវគាត់ប្រហែលអ្នកទេពេលរៀបហ្នឹងប៉ុន្តែខ្ញុំដឹងថាច្រើនហ្មងហើយក្រឡេកមកមើលនំបញ្ចុករបស់យើងបងប្អូន5 6កញ្ច្រែងហើយមានគ្រឿងសមុទ្រមានសាច់មាន់ស្ងោរដើម្បីមានញ័រមួយមុខទៀតណាបងប្អូនហើយចាយក៏បានប្រាប់ណាឃ្លានអីញ៉ាំមកហើយប្រយ័ត្នតិចទៀតបងប្អូនមកជុំគ្នាច្រើនអត់បានញ៉ាំអីអញ្ចឹងណាបងប្អូនហើយចាយរៀបចំញ៉ាំខ្ញុំក៏រៀបចំញ៉ាំដែរបងប្អូនចាសម្លការីទៅមានរសជាតិឆ្ងាញ់ហើយប៉ុន្តែតួឯកសំខាន់មួយទៀតបន្ថែមរសជាតិកាន់តែឆ្ងាញ់ទៀតគឺបន្លែនឹងឯងបងប្អូនមានសពគ្រប់តែម្ដងចាខ្ញុំបន្ថែមជាមួយនឹងតសក់ស្ដាយបដោះជាមួយនឹងជីជាពិសេសគឺសយោងចេកបងប្អូនកម្រងាយនឹងទិញបានណាស់នៅក្នុងប្រទេសជប៉ុននេះណខ្ញុំចូលចិត្តបន្លែដាក់មុខតិចអូយចង់មួយចានតែម្ដងហើយនិយាយពីឆ្នាំងស្លការីនេះបងប្អូនឆ្នាំងជ្រៅនោះជ្រៅចង់1 ម៉ែត្រខ្ញុំឆ្អើតដួសនឹងចតើតជើងដួសហ្មងនិយាយមែនថាចុះឆ្នាំងនេះដូចឆ្នាំងស៊ុបអញ្ចឹងហើយមិនតិចណាបងប្អូនច្រើនមែនតែនហ្មងហើយកំពុងដួសហ្នឹងបងប្អូនខ្ញុំគិតហើយខ្ញុំមកដួសស្លការីអញ្ចឹងខ្ញុំថាចង់ភ្លក់ស្លណាំយ៉ាហើយដួសហើយចែកថាខ្លួនឯងញ៉ាំចានហ្នឹងសិនចាំមកសន្ទុះទៀតចាំដួសណាំយ៉ាម្ដងឆ្ងាញ់បងប្អូនឡើងគីឡូទុកម្លាយសិនហើយអត់មានគិតគីឡូគិតអីទេហើយនេះប្អូនស្រីចាមួយចានដែរគ្រូម្នាក់មួយចានញ៉ាំជុំគ្នាមានអីបងប្អូននិយាយទៅសារពួកគាត់ពីអ្នកប្តីប្រពន្ធបងប្អូនហើយប៉ាកែធ្វើម្ហូបណាម្ហូបអីក៏ដោយធ្វើអីក៏ឆ្ងាញ់ដែរមិនមែនថាតែញ៉ាំផ្ទះគាត់ឆ្ងាញ់ណាបងប្អូនប៉ុន្តែពួកគាត់មែនណាធ្វើអីក៏ឆ្ងាញ់ដែរបន្ថែមម្ទេសច្បល់ឲ្យសពគ្រឿងសពសាច់លបាយមកបងប្អូនហើយកប់សេរីតែម្ដងហើយខ្ញុំសើចនេះបងប្អូនខ្ញុំមិននឹកស្មានចាយគាត់រេកាមេរ៉ាមកខ្ញុំទេហើយខ្ញុំភ្ញាក់មែនតើមកខ្លាចកាមេរ៉ាថតខ្លួនឯងខ្លាចកាមេរ៉ាខ្លួនឯងអូយបានសម្លការីគាត់ស្លតាំងពីល្ងាចទៀតចង់និយាយថាវាងុំគ្រឿងងុំអីល្អបងប្អូនគឺឆ្ងាញ់ខ្លាំងមែនតើហ្មងឆ្ងាញ់ល្មមរសជាតិអត់ប្រៃពេកអត់ផ្អែមពេកអត់អញ្ចឹងឯណាបងប្អូនចាមួយចានធំហ្នឹងគឺខ្ញុំញ៉ាំអស់លេងហ្មងគ្មានសល់ទឹកសល់កាកទេបងប្អូនហើយគឺឆ្អែតមែនតើហ្មងផ្ទះខ្ញុំនឹងផ្ទះចាយចិត្តគ្នាម្ល៉េះហើយចាយបានម្ហូបឆ្ងាញ់អីក៏ដោយបងប្អូនបន្តិចហៅចាហៅ10 ដងទៅម្ដងអីហ្នឹងឯងប៉ុន្តែទឹកចិត្តគាត់ពីអ្នកប្តីពូននឹងឲ្យទៅបានរបស់អីឆ្ងាញ់បងប្អូនហៅរហូតបងប្អូនហើយអ្នកចិត្តខាងដែលប្រាថ្នាទេខ្លាយប្រឡាក់សអូនចូលជួយលាងដេញដូចសត្វធាតគេដេញយើងដូចឆ្កែដូចឆ្មាទឹកដៃទឹកតែងគេនេះមែនបើមកទៀតទៅកន្លែងឈរម្នាក់ហើយមក2 នាក់ 2 នាក់ជួយលាងឆាប់ហើយ
ឲ្យពីញ៉ាំហើយបងប្អូនមានការបកាយគ្នាជាខ្លាំងចាដណ្ដើមគ្នាលៀងចាននិយាយពីបានបងប្អូនអូយនិយាយពីដៃដូចមឹកអញ្ចឹងបងប្អូនជួយគ្នាម្នាក់ម្ដាយមួយជើងសោយគិលហើយនេះយប់ហើយបងប្អូនចាយរៀបចំខេកដើម្បីឲ្យបងប្រុសគាត់ផ្លុំណាព្រោះបងគាត់មករៀងច្រើនដែរផ្ទះគាត់3បន្ទប់បងប្អូនចាគឺមានកូនក្មេងៗមកជាមួយនឹងបងគឺអូយណែនផ្ទះហ្មងឡើងអ្នកចិត្តខាងក្រោមឡើងគោះហ្មងបងប្អូនខ្ញុំរៀបចំអុជទៀនឲ្យប្អូនប្រុសខ្ញុំនៅខាងក្រោយចាំមើលអាបងហើយតាមពិតមិនមែនម្ចាស់ខូបអត់ដឹងទេបងប្អូនដឹងពីភាសាគ្នាថាធ្វើនៅផ្ទះហើយធ្វើនៅមាត់ស្ទឹងប៉ុន្តែអារម្មណ៍ខ្ញុំចូលរួមនេះដូចអំភើបអេអជាងគេជាងឯងជាងម្ចាស់ខូបជាងប្រពន្ធគេទៀតបងប្អូននិយាយពីថាសុបាយនោះសុបាយបានគាត់ធ្វើកម្មវិធីអញ្ចឹងណា Happy birthday to you. Happy birthday, happy birthday, happy birthday to you. Yay! ដើមខ្លួនឯងតិចចោះបងប្អូនខ្ញុំនិយាយមែនខ្ញុំទៅចូលរួមកម្មវិធីខួបកំណើតបងប្អូនណាក៏ដោយខ្ញុំអត់ឲ្យម្ចាស់ខួបកំណើតនឹងអន់ចិត្តទេណាបងប្អូននិយាយពីថាបំពង់កខ្ញុំគឺសោតคล้ายទៅជាមេក្រូភ្លាមហូបក៏ហូបស្រែកក៏ស្រែកលៀងចានក៏លៀងចានហើយជាពិសេសខាងបោះប្រយ៉ងឲ្យប្តីប្រពន្ធគេនឹងថើបគ្នាខ្ញុំនិយាយមែនខ្ញុំសប្បាយរីករាយមែនតើឃើញមនុស្សជុំវិញខ្លួនពួកគាត់ស្រឡាញ់គ្នាពួកគាត់មានក្តីសុខនិយាយរួមអារម្មណ៍ក៏រំភើបតាមនឹងដែរបងអូនអត់ទាន់មកជុំគ្នាសួរចាយប៉ុន្មានអ្នកចាយថាងបងមិនឯងហៅ4-10នាក់ទេម៉ែ4-10នាក់ណាបងប្អូនចង់40នាក់3បន្ទប់ណែនប៉េះផ្ទះបាយរកកន្លែងអង្គុយគ្មានទេបងប្អូនហើយបងប្អូនចាមកជុំគ្នាសប្បាយមែនតើព្រោះរាល់កម្មវិធីក៏ពួកគាត់ញ៉ាំអីជុំគ្នាញឹកញយដែរបងប្អូនប៉ុន្តែខ្ញុំមិនដែលមានឱកាសមកចូលរួមទេប៉ុន្តែខួបកំណើតគាត់គឺអខានអត់បានតែម្ដងយើងរៀបចំថតរូបទុកជាអនុស្សាវរីយ៍ហើយខ្ញុំក៏សូមអរគុណដល់បងម្ចាស់កម្មវិធីក៏ដូចជាបងប្អូនទាំងអស់គ្នាដែលផ្ដល់ក្តីស្រឡាញ់ហើយនិងស្នាមញញឹមផ្ដល់ក្តីនឹករលឹកទៅវិញទៅមកក្នុងនាមខ្មែរដូចគ្នាក្នុងនាមអ្នកចិត្តខាងបងប្អូនស្រឡាញ់រាប់អានគ្នាអរគុណច្រើនហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងទេជួបគ្នាឱកាសក្រោយវីដេអូក្រោយជម្រាបលាបងប្អូនទាំងអស់គ្នា